Bao nhiêu số bóng ngày ní nhưng mà đo hai rồi đẩy bọc xa lấy sở đầm bây giờ mờ càng nóng đau vì mình ấy là để ra tay nhưng mà pram đó lấy video đôi chi chơi khai đại hay mi làm thay bên lại cầm lăng chẳng rồi coi nhom sầm lại chết đo mới ta càng nóng vì mình ấy khác hơi tại vì mình bành hà ấy nhưng nó nói cho bà đó môn kế cứ sai bên ní xong bây ta thì vô năng sai hàng cơi nó cứ mà cái nào anh ấy mình sai thì vô tắc xóm sai sale đơ hay năng sai fiber optic hay năng mình sai motor của vị thiệt là nhưng cho bà đo vô mơ បដូល fiber optic របស់វាមុនគេខ្ញុំចាប់ផ្ដើមហូតបដូលវាមកមុនគេអីចឹងអានេះគឺវាបាញ់ភ្លើងចាក់តាមខ្សែ fiber optic វាមកតាមបដូលហ្នឹងចេញពីក្បាលម៉ាស៊ីនមកហើយយើងមើល lens របស់វាដបងគេនេះគឺធូរទ្រូងបន្តិចអត់មានបញ្ហាទេវានៅស្អាតអញ្ចឹងកុំឲ្យបងអង្គយូរខ្ញុំត្រូវបិទស្កុតការពារតលីមុនសិនអញ្ចឹងការធ្វើគឺយើងត្រូវពាក់ស្រោមដៃកុំឲ្យប្រឡាក់ហើយយើងត្រូវធ្វើនៅបន្ទប់ស្អាតទៀតតាមពិតយើងត្រូវធ្វើនៅបន្ទប់បិទចិត្តប៉ុន្តែខ្ញុំជឿលើកបបផ្សារទៅអញ្ចឹងក៏យើងធ្វើនៅហ្នឹងទៅហើយពេលដែលយើងដកចេញមកហើយត្រូវបិទស្កុតការពារកុំឲ្យដីហុយចូលទាំងឡែនទាំងក្បាលដៃផ្សារវាហ្នឹងអញ្ចឹងការងារតួនាទីរបស់វាគឺវាបាញ់ភ្លើងចេញពីក្បាលនោះមកហើយវាមានកញ្ចក់មួយសម្រាប់ផ្លាតភ្លើងម៉ូទ័រខាងក្រោយហ្នឹងសម្រាប់កវីកញ្ចក់ឲ្យវាផ្លាតភ្លើងរេសម្រាប់កវីឲ្យវារេតូចរេធំសម្រាប់យើងបាញ់សម្អាតច្រេះហ្នឹងគឺវាធ្វើការអញ្ចឹងឥឡូវខ្ញុំឆែកមើលហើយអត់មានបញ្ហាទេផ្នែកកតុយចេញពីខ្សែហ្នឹងមកខ្ញុំដោតចូលវិញអានេះពិបាកមែនតើគ្រាន់តែដោតនេះរកកលឹះវាមកមិនឃើញចង់20នាទីមើលតែស្រោមដៃខ្ញុំពាក់ទៅដឹងបាច់នេះជោគហើយគ្រាន់តែដាក់កតុយខ្សែ fiber optic ហ្នឹងចូលឥឡូវខ្ញុំចាប់ផ្ដើមមកដោះម៉ូទ័រកវីវានេះម៉ូទ័រនេះខ្ញុំឆែកមើលលេងទៅក៏ប៉ុណ្ណមេដៃនេះគ្រាន់តែម៉ូទ័រវាហ្នឹងដូចជា100ជាងអាហ្នឹងអត់ទាន់គិតlens ពណ៌ខៀវៗហ្នឹងឯងហើយខ្ញុំដោះមើលទៅដូចជាមានបញ្ហាទេប៉ុន្តែខ្ញុំត្រូវការបិទស្កុតក្របដៃវានេះសិនកុំឲ្យមានតលីចូលបន្ទាប់ពីហ្នឹងហើយខ្ញុំយក lens មកឆែកមើលឃើញថាវាអត់មានស្នាមអីទេអាហ្នឹងក៏យើងធូរទ្រូងបន្តិចប៉ុន្តែខ្ញុំមើលទៅដូចជាវាមានផ្សែងប្រឡាក់ផ្សែងចឹងក៏ខ្ញុំត្រូវការសម្អាតវាហ្នឹងព្រោះវាមានផ្សែងចឹងទៅវាផ្លាតអត់ល្អចឹងការសម្អាតគឺយើងប្រើសម្លេងត្បាល់ត្រជាក់យើងប្រើល្អទៅកុំឲ្យមានធ្លាក់កតិចហើយយើងដាក់ជាមួយអាល់កុលដើម្បីជូតឲ្យផ្លុំធ្វើម៉េចឲ្យស្អាតកញ្ចក់វាហ្នឹងបន្ទាប់ពីសម្អាតហើយគឺខ្ញុំតម្លើងវាចូលវិញការតម្លើងនេះខ្ញុំដាក់ចូលពី3ដងมันត្រូវដាក់ចូលហើយយើងត្រូវ alignment នៅក្នុងម៉ាស៊ីនទៀតព្រោះវាកវីទៅវាអត់ចំកដាលល្អអញ្ចឹងយើងត្រូវសេរីឲ្យចំទីតាំងដើមវាហើយសាកមើលអត់ត្រូវហើយត្រូវសេរីវាម្ដងទៀតបន្ទាប់ពីខ្ញុំដាក់ត្រូវហើយខ្ញុំមកសម្អាតផ្នែក lens ខាងមុខម្ដងអញ្ចឹងនៅក្នុងក្បាលវាមួយហ្នឹងវាមាន lens ដូចជា4 lens កន្លែង fiber optic lens ចំណាំងផ្លាកន្លែង motor កវីខាងក្រោយខាងគូតវាហ្នឹងហើយវាមាន lens zoom និង lens ការពារកុំឲ្យកតិចដែលវាខ្ទាតពីក្រៅមកប៉ះទៅ lens zoom អញ្ចឹងទាំងអស់វាមាន4ឥឡូវខ្ញុំកំពុងសម្អាតខាងក្នុងដោយសារតែយើងផ្សាយយូរទៅវាមានកតិចមានផ្សែងមានកម៉អីដែលវាខ្ទាតចូលហ្នឹងយើងត្រូវការសម្អាតវាស្អាតជូតវាស្អាតមកយើងប្រើជាមួយអាល់កុលជូតផ្លុំមកស្អាតបន្ទាប់មកខ្ញុំមកឆែកមើល lens zoom នេះគេហៅ lens zoom lens focus របស់វាខ្ញុំឆែកមើលទៅគឺវាមានស្នាមទូចមួយនៅហ្នឹងហើយវាប្រឡាក់ផ្សែងទៀតខ្ញុំយកដៃបដិតទៅគឺវាប្រឡាក់ផ្សែងហើយវាមានស្នាមចុងបដាទូចមួយហ្នឹងអាហ្នឹងធ្វើឲ្យបោះផ្សាយយើងផ្សាវាអត់មានកម្លាំងទេហើយក្តៅក្បាលទៀតអញ្ចឹងខ្ញុំសម្រេចចិត្តដូរថ្មីតែម្ដងហើយមូលហេតុដែលវាមានផ្សែងឆ្លងពី lens ពីក្បាលមុខមកដល់ lens zoom ដល់ lens ខាងក្រោយហ្នឹងដោយសារតែវាមានរិញបងអញមើលនៅខាងក្រោមនោះនេះកន្លែងដែលខ្ញុំដាក់ lens ចូលហ្នឹងឃើញមានកងសហ្នឹងគឺរិញជ័ររបស់វានៅពេលដែលយើងផ្សាក្តៅនេះខ្ញុំដាក់ចូលហ្នឹងនៅពេលដែលយើងផ្សាក្តៅទៅរិញជ័រហ្នឹងវារៀងស្វិតរៀងរួមទៅវាអត់ណែនល្អអញ្ចឹងធ្វើឲ្យពេលដែលយើងផ្សាយូរទៅផ្សែងនៃវាអាចជ្រៀតចូលតាមរិញហ្នឹងបានវាទៅបាំងទៅប្រឡាក់ស្អាប់ដល់ lens ខាងក្រោយនិង lens ខាងក្នុងហ្នឹងអញ្ចឹងខ្ញុំត្រូវការដូររិញជ័រទាំងសងខាងហ្នឹងហើយដូរ lens focus វាហ្នឹងក៏យើងត្រូវដូរហើយយើងត្រូវពិនិត្យមើលស្អាតកុំឲ្យមានតលីដីសម្បីតែបន្តិចក៏អត់ឲ្យមាននៅពេលដែលវាមានគឺអាចធ្វើឲ្យខូច lens យើងហ្មងអញ្ចឹងបន្ទាប់ពីមើលសម្អាតស្អាតអស់ហើយគឺខ្ញុំចាប់ផ្ដើមដាក់ចូលវិញអានេះយើងត្រូវឲ្យច្បាស់ខាងណាខាងចេញខាងណាខាងចូលបន្ទាប់ពីយើងមើលចូលត្រូវហើយយើងដាក់ចូលមកអញ្ចឹង3ដំណាក់កាលយើងបានឆែកមើលអស់ហើយផ្លាស់ប្ដូរខ្លះយើងត្រូវសម្អាតបន្តមកនៅមួយដំណាក់កាលទៀតគេហៅអានេះហៅ lens ការពារ lens ហ្នឹងសម្រាប់យើងដាក់ការពារកុំឲ្យពេលដែលកតិចវាខ្ទាតពីកន្លែងដែលយើងផ្សាពីដែកដែលយើងផ្សាមកវាប៉ះទៅ lens zoom អញ្ចឹងlens ការពារនេះតម្លៃវារៀងធូរដែរទេអញ្ចឹងគេត្រូវដាក់អានឹងមួយទៀតដើម្បីការពារ lens zoom កុំឲ្យវាខូច lens zoom មកវាខូចអាហ្នឹងយើងស្រួលដូរទេអញ្ចឹងពេលដែលយើងផ្សាពីច្រើនគឺវាខូចតែ lens ហ្នឹងដែរប៉ុន្តែក៏យើងត្រូវប្រយ័ត្នដែរយើងត្រូវសម្អាតឲ្យវាស្អាតជូតដីជូតទលីផ្សែងកតិចកទីហ្នឹងគឺយើងត្រូវសម្អាតពិសេសគឺទលីដីកុំឲ្យមានចូលសោះបន្ទាប់ពីយើងជូតសម្អាតស្អាតត្រួតពិនិត្យមើលអស់ហើយយើងដាក់ចូលវិញមូលខ្សែវាឲ្យណែនមកអញ្ចឹងក្បាលវាមួយហ្នឹងហើយនឹងខ្សែវាហ្នឹងបើខ្ញុំឆែកលេងទៅតម្លៃវាគឺញាក់សាច់ដែរ
chẳng về đây dương thứ cái dương thời bị chặt bên tên sớm tại cái dương xa cả pra cái dương bị chặt tại xét sai về còn sai fiber optic nắng nhom chạy mà tới đôi chia tờ lại biết mùi rồi đầy cái ba vì nít tờ lại pi rồi là motor tui khang rồi mình tờ lại mà rồi nắng sẽ tan tan này chẳng bắt đầu nhom đặt lên KP vì hới nhom đô từng có ba một về trên mà chốt tiền từng đón từng có ba xa nó khang một nắng coi nhom đô trên này ở việt an mà chốt mong bây giờ xem ra đòn và độ với ní cô vi miên bảo vệ với tiền chẳng bây giờ đã bảo vệ với ở tới cô vi xa ở khăn này chẳng những thời sẽ ơi tam khna tam bảo vệ tam bảo vệ lên là dân đã thiệt tao vì dân sẽ tới hói đã tay mơ ở lại mình không sinh nó hói dân vô mà tay mới cứ thả em đôi đám đôi ca để dân tin mây chẳng chẳng cứ ở bên pan hai tế bọc xài những cái thờ ban về nhảy xong rồi ở bọc xài nếu nhung cái thà bây giờ vô từ xa kêu đai thò mà đá nhưng cái thà từ ở đuôi tới được xa được xài với bộ bà ô từ máu vì miền này nhẹ nhảy trên và nãy bây giờ tầm lại đôi chia là bọc tu mui tầm lại bọc trai đôi chùm răng vụ đôi ấy rồi cô khang để cô rồi cô đôi nhom đấy nếu nhom vô mọc xa và om chứ viên đâu mà cái lại nhảy chẳng ở bên pan hai thìហើយអានេះក៏ខ្ញុំមិនផ្សារតែប៉ុណ្ណឹងវាជាប់ដែរយើងត្រូវការផ្សារពីខាងក្នុងទៀតបើយើងផ្សារតែពីខាងក្រៅទេវាអាចប្រេះហើយអញ្ចឹងខាងក្នុងក៏ខ្ញុំត្រូវការប៉ងទេវាបន្ថែមទៀតដែរនេះយើងគាត់តែផ្សារបំពេញវាទេហើយសម្រាប់បងដែលត្រូវការទិញយើងត្រូវឆែកមើលស្ពេចឲ្យច្បាស់នេះមិនដូចតែគេផ្សាយតែគេចុចផ្សារចេញមកចេញទឹកផ្សារប្រព័ន្ធកូនដៃអីអត់ទេអាហ្នឹងខ្ញុំគិតថាវាមានលួសមួយលួសពីរវាមានកម្លាំងតាមហ្នឹងទៀតតើតែកម្លាំងធំទៅអាចផ្សារបានចេញប៉ុកផ្សារចេញទាំងផ្សារមកធំនៅក្នុងវីដេអូដែលគេថតប្រហោះហ្នឹងតែបើជាក់ស្ដែងយើងទិញយើងត្រឹម1000វ៉ាត់1500វ៉ាត់អីទេ2000វ៉ាត់អីហ្នឹងគឺផ្សារអត់មានបានទៅចេញទឹកផ្សារធំដាក់ទៅស្អាតដូចគេទេអត់ទេអាហ្នឹងយើងត្រូវឆែកមើលច្បាស់ថាកម្លាំងប៉ុន្មានហើយយើងផ្សារបានកម្រាស់ដៃប្រហែលលីហើយប្រើលួសយ៉ាងម៉េចអាហ្នឹងយើងឆែកមើលស្ពេចឲ្យច្បាស់ជៀសវាងយើងទិញមកអត់ត្រូវតម្រូវការដែលយើងប្រើព្រោះមានបងខ្លះគាត់ថាទិញហើយផ្សារទៅវាអត់ស៊ីស្មើអាហ្នឹងខ្ញុំគិតថាពេលដែលមុនគាត់ទិញហ្នឹងគាត់អត់បានឆែកមើលស្ពេចឲ្យច្បាស់ថាវាអាចផ្សារបានដៃកម្រាស់ប៉ុន្មានហើយប្រើលួសប្រហែលទៅសាយកម្លាំងប៉ុន្មានសម្រាប់ខ្ញុំទិញបានឆែកមើលច្បាស់ថាវាប្រើហ្នឹងអាចផ្សារដៃកម្រាស់ប៉ុន្មានបានហើយណាមួយទៀតខ្ញុំទិញក៏បន្ថយដែរខ្ញុំគិតថាកើតក៏កើតមិនកើតក៏អត់ទៅដោយសារខ្ញុំចង់ស្គាល់វាហើយការងារដែលខ្ញុំទិញកម្រងមកប្រើហ្នឹងប្រើការងារមួយទៀតទេប៉ុន្តែជាក់ស្ដែងយើងប្រើអត់កើតមកកើតការងារនេះវិញហើយសម្រាប់បងចង់ទិញយើងត្រូវឆែកមើលស្ពេចវាច្បាស់ទៅថាផ្សារដៃកម្រាស់បានប៉ុន្មានហើយមួយទៀតគ្រឿងបន្លាស់ក៏សំខាន់ដែរថាគ្រឿងបន្លាស់មានអត់តើមានហ្នឹងមានត្រូវការកំងឬក៏មានស្រាប់ឬក៏បងអាចចេះកំងខ្លួនឯងអាហ្នឹងក៏យើងបានតម្លៃធូរយើងស្រួលដែរយើងទិញមកទុកមកតម្រូវមកប៉ោះយើងមកព្រោះវាមានច្រើនប្រភេទដែរប៉ោះហ្នឹងគ្រឿងបន្លាស់វាអាចនឹងអត់ដូចគ្នាទេខ្លះទៅក៏មានដូចខ្លះទៅក៏អត់ដែរអញ្ចឹងបើយើងចេះកំងមកខ្លួនឯងស្រួលហើយទីទៀតខ្ញុំគិតថា